ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ប្រហិតចៀនសាច់គោអាំងនិងពងទាកូនមួយចាដែលជារបស់យើងក៏បានកំងណាឥឡូវគឺខាងយើងបានរៀបចំឲ្យរួចរាល់100%ចាចក្រានពងទាកូនក៏ដាក់នៅខាងមុខចាហើយអានេះទូប្រហិតរបស់យើងគឺមាន4ប្រអប់បែបហ្នឹងដូចយើងរកដងនឹងចាខាងមុខ2ខាងចំហៀងនេះមាន2ប្រអប់ហើយនឹងមានទូសម្រាប់ដាក់គ្រឿងបុកល្ហុងឬក៏បន្លែអីរបស់គាត់ហ្នឹងគឺដាក់នៅក្នុងនឹងបានចាបុកល្ហុងឬក៏បន្លែអាំងអីផ្សេងនេះក៏គាត់មានលក់ដូចគ្នាចាហើយរូបភាពរបស់យើងគឺភ្លឺច្បាស់ដុតបែបហ្នឹងតែម្ដងចាសបកកង់ក៏យើងប្រើបដា06សបកកង់275ចាលេខធំនិយាយរួមទៅមាំហើយស្អាតអានេះចក្រានអាំងសាច់របស់គាត់ជាប្រភេទចក្រានអ៊ីណុកចាប៉ុន្តែអាហ្នឹងចក្រានគាត់យកមកទេចាបើខាងយើងដាក់ឲ្យគឺដែកធម្មតាប៉ុន្តែនេះមួយគាត់យកមកខ្លួនឯងអញ្ចឹងណាចឹងយើងជួយចាប់ជួយអីឲ្យគាត់អញ្ចឹងទៅហើយខាងក្នុងនេះដែរគឺយើងមានចោះក្បាលធុងហ្គាស5គីឡូមួយសម្រាប់ជៀនប្រហិតរបស់គាត់ចាខាងលើគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចយើងអត់ដងអញ្ចឹងរួចរាល់ហើយចាម្ចាស់របស់គាត់កំពុងតែចាំយកឆ្លៀតក៏សុំគាត់ថតមកបន្តិចទៅចាព្រោះដោយសារខានធ្វើវីដេអូតេស្តលក់ប្រហិតចៀននឹងយូរដែរហើយអញ្ចឹងណាចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការអីគឺអាចធ្វើការកម្មងបានចាតាមរយៈ page នេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគ្រប់គ្រងមកលើ page មេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ